សួស្តីអ្នកទាំងអស់គ្នាសុខសប្បាយថ្ងៃនេះខ្ញុំនឹងនិយាយអំពី ETFs តែខ្ញុំចង់ប្រៀបធៀបតើវាខុសគ្នាយ៉ាងម៉េចហើយយើងគួរជ្រើសរើសមួយណាអញ្ចឹង ETF ទី1គេហៅថា QQQM ទី2ជា NYSX តើមួយណាយើងគួរជ្រើសរើសយកមកធ្វើវិនិយោគបើសិនណាជាយើងចង់ទិញវាជាកញ្ចប់អញ្ចឹងជាមុនដំបូងយើងត្រូវនិយាយតើនីមួយវាខុសគ្នាយ៉ាងណា QQQM វាមានដំណើរការតាម Nasdaq 100 Index អញ្ចឹងក្រុមហ៊ុនដែលគេជ្រើសរើសគឺជាក្រុមហ៊ុននៅក្នុង Nasdaq មានក្រុមហ៊ុន100 largest non-financial companies listed on Nasdaq បានន័យថាក្រុមហ៊ុននេះមិនមែនតាក់ទងទៅនឹងហិរញ្ញវត្ថុទេភាពហ៊ុននេះភាគច្រើនតាក់ទងទៅនឹង technology អញ្ចឹងការជ្រើសរើសក្រុមហ៊ុនសម្រាប់ QQQM នេះវាតាក់ទងទៅនឹង exchange Nasdaq exchange ដូច្នេះអត់ត្រូវគេអត់រើសក្រុមហ៊ុនណាក្រៅពី Nasdaq 100 ទេ exchange listing is part of the rule អញ្ចឹងគេមានគោលការណ៍របស់គេគឺថាជ្រើសរើសក្រុមហ៊ុនតែនៅក្នុង exchange Nasdaq exchange ជាទីតំបន់ដែលគេលក់ភាគហ៊ុនជាផ្សារភាគហ៊ុនគេហៅ exchange ឬក៏ stock market មានផ្សារ exchange នឹងច្រើនប៉ុន្តែធំគឺជា Nasdaq 100ហើយនិង New York Stock Exchange ហើយអ្វីទៀតដែលយើងគួរកត់សម្គាល់ QQQM នេះមិនមែនថ្មីថ្មោងទេវាមានអាយុវាប្រហែល 4-5 ឆ្នាំរួចទៅហើយអានេះសំខាន់អញ្ចឹងបើសិនណាជាយើងប្រៀបធៀបទៅនឹង NYSX វាតាក់ទងទៅនឹង New York Stock Exchange អញ្ចឹងវាក៏ជ្រើសរើស index NYSE 100 index ផងដែរអញ្ចឹង index នឹងវាខុសគ្នាយ៉ាងម៉េច100 US listed index and tech enable growth companies អញ្ចឹងបានន័យថាមិនត្រឹមតែក្រុមហ៊ុននៅក្នុង New York Stock Exchange ទេគេអាចជ្រើសរើសក្រុមហ៊ុនផ្សេងទៀតដែលជា tech ក្រុមហ៊ុនផងដែរហើយវាជា growth បានន័យថាវានៅលូតលាស់រីកធំឡើងទៅទៀត exchange agnostic selection across major US exchanges អញ្ចឹងសម្រាប់ ETF នេះ NYSX វាអត់ប្រកាន់ថាត្រូវតែរើសពី New York Stock Exchange ទេ exchange ផ្សេងទៀតក៏អាចជ្រើសរើសបានដែរអានេះជាការគោលកំណត់របស់គេ built to focus on modern innovation អញ្ចឹងមិនត្រឹមតែ tech stock នៅក្នុង NYSX exchange នេះទេគឺថាអ្វីក្រៅពីនោះក៏គេអាចបញ្ចូលនៅក្នុងកញ្ចប់នេះដែរដែលតាក់ទងទៅនឹង modern innovation អ្វីដែលជាវិធីបង្កើតថ្មីសម្រាប់ technology អញ្ចឹងអ្វីសំខាន់ដែលយើងគួរសង្ខេប QQM វាតាក់ទងទៅនឹង Nasdaq 100 អត់អាចរើសក្រុមហ៊ុនក្រៅពីនឹងបានទេអាយុវាច្រើនជាង NYSX តាមពិតទៅ NYSX មានអាយុវាតិចទេហើយ NYSX ប្រៀបធៀបទៅនឹង QQQM វាមិនថារើសក្រុមហ៊ុនមកពីណាទេគឺថាអាចជ្រើសរើសក្រៅពី New York Stock Exchange បន្តមកទៀតយើងចង់ប្រៀបធៀបតើកញ្ចប់ពីរនេះវាខុសគ្នាយ៉ាងម៉េចវាដូចគ្នាយ៉ាងម៉េចអញ្ចឹងជាដំបូងយើងនិយាយអំពីអ្វីដែលវាដូចគ្នាវាមានដូចគ្នានៅក្នុងកញ្ចប់នីមួយក៏ប៉ុន្តែមិនបានន័យថាមានចំនួនដូចគ្នានោះទេអត់ទេភាគរយគឺថាខុសគ្នាប៉ុន្តែក្រុមហ៊ុនវាមានដូចគ្នាមានអ្វីខ្លះក្រុមហ៊ុននេះសុទ្ធតែក្រុមហ៊ុនធំ mega cap growth companies ចឹងមាន Nvidia Microsoft Apple Amazon Google ហើយនិង Google ពីរនេះដូចគ្នាទេប៉ុន្តែវាខុសគ្នាមួយយើងមានសិទ្ធបោះឆ្នោតមួយអត់មានទេ
อันนี้มีอันนี้อ่อนมี Meta Broadcom AMD Micron ហើយនិង Tesla អញ្ចឹងក៏ចាប់តាំងពីនេះមានដូចគ្នាហើយក្រុមហ៊ុនធំនេះសិតតែក្រុមហ៊ុនដែលនៅរីកអាចរឹតតែធំឡើងទៅទៀតអញ្ចឹងបានន័យថាយ៉ាងម៉េចក្រុមហ៊ុនដូចគ្នាប៉ុន្តែចំនួនប្រហែលខុសគ្នាអញ្ចឹងបើសិនណាជីវាឡើងដូចគ្នាប៉ុន្តែអាចឡើងច្រើនឬក៏តិចស៊ីសងទៅលើមួយណាកាន់ភាគរយច្រើនជាងមួយណាបន្តមកទៀតយើងចង់មើលតើអ្វីដែលវាមានហើយអ្វីដែលវាអត់មាននៅកញ្ចប់នីមួយអញ្ចឹងមុនដំបូងយើងនិយាយអំពី NYSX កញ្ចប់នេះវាមានអ្វីខ្លះវាមាន High Quality Technology Tech Enabled Companies QQQ misses due to exchange rule បានន័យថា NYSX វាជ្រើសរើសក្រុមហ៊ុនផ្សេងទៀតដែលនៅលូតលាស់ជា tech ផងដែរដែលមិននៅក្នុង New York Stock Exchange ក៏ប៉ុន្តែ QQQM ដូចខ្ញុំថាអញ្ចឹងច្បាប់គេគឺថាត្រូវតែរើសក្រុមហ៊ុនពី Nasdaq 100 អញ្ចឹងនៅក្នុង NYSX នេះមានអ្វីខ្លះមាន TSMC Visa Mastercard Oracle Anet Arista Salesforce ServiceNow ហើយនិង SAP ហើយអានេះយើងគ្រាន់តែបែងចែកវានៅឯណាខ្លះនេះជា Network Infrastructure Enterprise Software Digital Payment Visa ហើយនិង Mastercard ហើយនិង TSMC យើងដែលហើយជា Semiconductor Manufacturing តាក់ទងទៅនឹង AI ផងដែរអញ្ចឹងអាហ្នឹងឯងដែលធ្វើឲ្យNYSX ប្លែកពី QQQM អញ្ចឹងបន្តមកទៀតយើងមើល QQQM តើវាមានអ្វីខ្លះវាមានក្រុមហ៊ុនផ្សេងទៀតដែលមិនមែនជា tech ក្រុមហ៊ុននោះទេ Because it follows Nasdaq 100 rules, QQQM includes several non-tech or less intentional growth names. បានន័យថាគេត្រូវតែរើសក្រុមហ៊ុនមកពី Nasdaq 100 អញ្ចឹងក្រុមហ៊ុនខ្លះមិនមែន tech ទេភាគច្រើនជា tech នៅក្នុង QQQ Nasdaq 100ក៏ប៉ុន្តែគេអាចជ្រើសរើសអ្វីផ្សេងទៀតអញ្ចឹងមានអ្វីមាន Walmart Pepsi Co Starbucks Costco Amgen Gilead Regeneron Exelon ហើយក្រុមហ៊ុនផ្សេងទៀតមិនមានន័យថាក្រុមហ៊ុននេះមិនល្អទេក៏ប៉ុន្តែវាមិនមែនជាក្រុមហ៊ុននៅក្នុង technology ដូច្នេះវាធ្វើឲ្យ QQM នេះវាផ្លាយពី NYSX ពីព្រោះមានក្រុមហ៊ុនទាំងនេះអញ្ចឹងយើងសង្ខេបវាមើលជាកញ្ចប់គឺថាបើសិនណាជាគោលបំណងយើងចង់ធ្វើវិនិយោគនឹងកញ្ចប់ដែលផ្ដោតទៅលើ tech អាហ្នឹងគឺថាវាអត់ច្បាស់ជា 100% ជា tech ទេអាហ្នឹងហើយដែលធ្វើឲ្យវាផ្លាយពី NYSX ពីព្រោះអ្វីពីព្រោះ NYSX offers a tighter tech focus បានន័យថា 100% គឺថាផ្ដោតទៅលើ technology ក៏ប៉ុន្តែ QQM អត់ទេមានក្រុមហ៊ុនទាំងនេះផងដែរអញ្ចឹងបន្តមកទៀតយើងចង់និយាយអំពីតើភាពរឹងមាំរបស់កញ្ចប់នីមួយវាមានយ៉ាងម៉េចអញ្ចឹងបើសិនណាជាយើងនិយាយអំពី QQM strength តើអ្វីធ្វើឲ្យវាល្អវារឹងមាំដូចខ្ញុំប្រាប់ពីមុនអញ្ចឹងវាមានប្រវត្តិសាស្ត្រវាអាយុវាច្រើនជាង NYSX អញ្ចឹងបានន័យថាមានមនុស្សទិញលក់វាច្រើនអញ្ចឹង deep liquidity បានន័យថាបើសិនណាយើងចង់ទិញវាសនុកទិញពីព្រោះមានអ្នកលក់អ្នកទិញច្រើន huge investor adoption បានន័យថាអ្នកវិនិយោគិនភាគច្រើនស្គាល់អំពីវាម្ល៉េះហើយគេទិញលក់វាធ្វើជាវិនិយោគ simple Nasdaq 100 exposure អត់មានអីរញ៉េរញ៉ៃទេអានេះដើរតាម Nasdaq 100 ជ្រើសរើសក្រុមហ៊ុនពី Nasdaq 100អញ្ចឹងយើងត្រឡប់មកមើលខាងនេះវិញ strength សម្រាប់ NYSX more international tech portfolio កាលណាជាក្រុមហ៊ុន tech គេអាចបញ្ចូលវាបានមិនចាំបាច់ជ្រើសរើសមកតែពី New York Stock Exchange ទេអញ្ចឹងវាមាន TSM
Visa Mastercard ហើយនឹងក្រុមហ៊ុនផ្សេងៗទៀតដែលខ្ញុំទំនឹងបង្ហាញថាអ្វីដែលយើងគួរគាត់សម្គាល់ផងដែរកាលណាយើងទិញ ETF ជាកញ្ចប់វាតែងតែមានតម្លៃគេចាត់ចែងគ្រប់គ្រងកញ្ចប់នេះអញ្ចឹង NYSX វាមានតម្លៃវាទាប 0.09% QQM នេះវាតម្លៃវាខ្ពស់ជាងអូខេ Fresh exposure to modern innovation ទី1 NYSX មានអាយុតិចជាង QQM ដូច្នេះវាជាកញ្ចប់ថ្មីដែលជ្រើសរើសតែក្រុមហ៊ុនដែលលូតលាស់ដែលតាក់ទងទៅនឹងអ្វីដែលជាទំនើបផ្នែក technology អ្វីដែលធ្វើវាមិនសូវល្អ drawbacks ដូចខ្ញុំនិយាយអញ្ចឹងវាតាក់ទងទៅនឹងក្រុមហ៊ុនដែលត្រូវជ្រើសរើសពី Nasdaq 100 ដូច្នេះនៅក្នុងកញ្ចប់នេះមានក្រុមហ៊ុនដែលមិនមានតាក់ទងទៅនឹង technology ហើយដូចខ្ញុំថាអញ្ចឹងតម្លៃវា expense ratio វាខ្ពស់ជាង NYSX អានេះ0.15% 0.15% អានេះតែ0.09% អាហ្នឹងឯងដែលធ្វើឲ្យវាខុសគ្នាផងដែរថ្មីបើយើងមិនមែនជាអ្នកចេញលុយអាហ្នឹងយើងចេញលុយរួចទៅហើយតម្លៃសេវានឹងគេដកចេញពី fund នឹងពីកញ្ចប់នឹងរួចទៅហើយអូខេ drawbacks អ្វីដែលធ្វើវាមិនសូវល្អសម្រាប់ NYSX ពីព្រោះវាថ្មីដូចខ្ញុំថាអញ្ចឹងវាមានអាយុតិចsmall AUM បានន័យថា asset under management បានន័យថាចំនួនលុយដែលគេចាត់ចែងដែលគេគ្រប់គ្រងមកធ្វើកញ្ចប់នេះវាតូចជាងQQM ខ្ញុំនឹងបង្ហាញតិចទៀតនេះទី1អានេះមានអាយុទាបមិនសូវមានលុយច្រើនដែលគេគ្រប់គ្រងអញ្ចឹង daily volume trading volume វាតិចអញ្ចឹងធ្វើឲ្យវាពិបាកទិញហើយនឹងលក់ដូច្នេះកាលណាយើងទិញយើងលក់ NYSX យើងត្រូវតែប្រើ limit order short track record បានន័យថាមិនសូវមានប្រវត្តិសាស្ត្រដែលយើងអាចតាមដានមើលទេបន្តមកទៀតយើងនឹងនិយាយអំពី which investor fits each ETF មួយណាយើងចង់ទិញជាវិនិយោគិនมันមានអ្វីប្លែកទេបើសិនណាជាយើងចង់ជ្រើសរើសមួយណាដែលវាមានប្រវត្តិសាស្ត្រវែងមានអាយុច្រើនហើយងាយទិញដូរ value liquidity and ease of trading ហើយយើងដឹងអំពី QQQ Nasdaq 100យើងអាចទិញអានឹងបានសម្រាប់វិនិយោគសម្រាប់រយៈពេលវែងអូខេហើយបើសិនណាជាយើងចង់ទិញ NYSX ពីព្រោះអ្វីពីព្រោះអានេះ 100%ជា technology ដូចខ្ញុំទើបបង្ហាញអញ្ចឹង QQM វាមានក្រុមហ៊ុនល្អដែរក៏ប៉ុន្តែវាមិនមែន tech បើយើងចង់បាន tech សុទ្ធអានឹងយើងជ្រើសរើស NYSX ហើយយើងត្រូវចាំថា NYSX នេះមិនមែនមានអាយុច្រើនម្ល៉េះហើយអត់មានប្រវត្តិសាស្ត្រច្រើនដែលយើងអាចស្រាវជ្រាវបាននោះទេអញ្ចឹងវាពិបាកទិញដូរពីព្រោះមិនសូវមានអ្នកទិញដូរពីព្រោះដូចខ្ញុំទៅថាជាងផងដែរគេគ្រប់គ្រងចំនួនលុយហ្នឹងក៏វាមិនច្រើនដែរពីព្រោះអ្វីពីព្រោះមិនសូវមានមនុស្សទិញលក់ថាអញ្ចឹងខ្ញុំថារួចហើយកាលណាយើងទិញយើងត្រូវប្រើ limit order ពីព្រោះ volume វាតិចហើយបើសិនណាជាយើងប្រៀបធៀបទៅនឹង ETF មួយផ្សេងទៀតដែលមាន ticker symbol VOO គឺថាវាអត់ broad បានន័យថាវាអត់មានចម្រុះច្រើនដោយ VOO ទេបើសិនណាយើងចង់ចម្រុះដោយផ្សារភាគហ៊ុន SP 500យើងអាចទិញដូចជា VOO ឬក៏ SPY ហើយនឹងមាន ETF ផ្សេងទៀតប៉ុន្តែវីដេអូនេះយើងផ្ដោតទៅលើ QQM ហើយនឹង NYSX អញ្ចឹងទីបំផុតអានេះយោបល់ខ្ញុំទេជាអ្វីដែលយើងគួរចងចាំពីវីដេអូមួយនេះបើសិនណាជាយើងចង់បានកញ្ចប់ដែលវាមានប្រវត្តិសាស្ត្រវែងហើយវាមានលុយច្រើនហើយយើងសនុកទិញដូរអានឹងយើង
ទិញ QQQM ប៉ុន្តែបើសិនណាជាយើងចង់បានកញ្ចប់មួយ NYSX ពីព្រោះអ្វីពីព្រោះវាភាគច្រើនគឺថាផ្ដោតទៅលើ tech 100%វាអត់ជ្រើសរើសតែពី New York Stock Exchange ទេគឺថាអាចជ្រើសរើសពីអ្វីផ្សេងទៀតអញ្ចឹងបើសិនណាជាយើងចង់បានអ្វីដែល 100% tech យើងជ្រើសរើស NYSX ក៏ប៉ុន្តែយើងត្រូវចាំថាការទិញវាខុសគ្នាទី3ពីព្រោះអ្វីពីព្រោះវាមិនសូវមាន volume NYSX វាមិនសូវមាន volume ដូច្នេះយើងត្រូវទិញវាដោយប្រើ limit order ហើយបើសិនណាជាយើងជ្រើសរើស QQQM នឹងងាយទេទិញលក់ធម្មតាមានអាយុច្រើនអញ្ចឹងជាយោបល់របស់ខ្ញុំទេមិនជាខុសគ្នាណាទេបើសិនណាជាយើងចង់ទិញ QQQM ក៏ល្អដែរក៏ប៉ុន្តែបើសិនណាជាយើងផ្ដោតទៅលើ 100% technology អានឹងយើងអាចជ្រើសរើស NYSX ប៉ុន្តែត្រូវចាំថាអានេះមានអាយុតិចមិនដឹងមានដំណើរការល្អទៅថ្ងៃក្រោយឬក៏អត់ទេពីព្រោះប្រវត្តិសាស្ត្រវាតូចពេកតិចពេកអញ្ចឹងបន្តមកទៀតខ្ញុំចង់បង្ហាញជាពិសេសអ្នកដែលមានគណនីជាមួយ Schwab យើងចង់ធ្វើការស្រាវជ្រាវខ្លួនយើងទៅឯណាអញ្ចឹងនេះជា website របស់ Charles Schwab បើសិនណាជាយើងចង់ធ្វើការស្រាវជ្រាវមិនថាភាគហ៊ុនឬក៏ ETF ឬក៏អ្វីផ្សេងទៀតយើងមកកន្លែង research នៅក្នុងវីដេអូនេះយើងចង់មើល ETF អញ្ចឹងយើងទៅ ETF អូខេយើងអាចមើល ETF នីមួយយើងដាក់ ticker symbol នៅកន្លែងនេះបើសិនណាជាយើងចង់ប្រៀបធៀបវាយើងអាចចូលមកខាងក្រោមនេះយើងឃើញកន្លែងនេះគេដាក់ថា ETF compare យើងអាចប្រៀបធៀបវា5តែអញ្ចឹងយើងចុចកន្លែងនេះអូខេខ្ញុំដាក់វារួចទៅហើយ QQQM ហើយនឹង NYSX ហើយយើងអាចមើលចុះមកខាងក្រោមនេះវាខុសគ្នាយ៉ាងម៉េច underlying index Nasdaq 100 New York Stock Exchange អូខេហើយអ្វីដែលខ្ញុំបង្ហាញលើកមុនតើវាគេយកតម្លៃប្រមាណជា SEVA 0.15.09 ថាហើយអានេះជា AUM Asset Under Management តើវាខុសគ្នាយ៉ាងម៉េចបងប្អូនមើលអានេះ$97.1 billion អានេះតែ$27.7 million ហើយអ្វីដែលធ្វើឲ្យអាយុវាតិចច្រើនដែលខ្ញុំប្រាប់បងប្អូនអានេះចាប់ផ្ដើមពីឆ្នាំ2020ខែ10អានេះទើបចាប់ផ្ដើមមិនបានប្រហែលខែទេប្រហែលជា5ខែតែប៉ុណ្ណោះតិចជាង5ខែអ្វីទៀតតម្លៃខុសគ្នា QQM 300ជាង NYSX តែ128ទេអ្វីដែលយើងចង់មើលឬក៏យើងអាចមើលនៅក្នុង Schwab យើងអាចមើល opinions and analysis មានគេបញ្ចេញមកតើគេយល់ថាយ៉ាងម៉េចតើវាល្អឬក៏អត់អញ្ចឹង overall rating 5 stars បានន័យថាល្អថាមានអ្នកខ្លះឲ្យសម្រាប់ 3-year rating ផ្កាយ5ឆ្នាំ rating 5 star អញ្ចឹងបានថាន័យថាមាន analyst ភាគច្រើនគេយល់ស្របថានេះជាកញ្ចប់ល្អកញ្ចប់ ETF ដែលយើងគួរទិញបានអានេះវាថ្មីស្បងពេកអត់មានតនណាគេឲ្យជា rating ជាផ្កាយអីនោះទេអូខេបន្តមកទៀតយើងអាចមើល performance ពីព្រោះយើងចង់ប្រៀបធៀបវាយើងអាចមើលតើអាណាល្អជាងអាណាពីព្រោះ NYSX វាមានអាយុតិចអញ្ចឹងយើងមិនអាចប្រៀបធៀបដូចថាច្រើនជាង3ខែទេពីព្រោះ NYSX មានអាយុត្រឹមតែ3ខែអញ្ចឹងយើងប្រៀបធៀបវា3ខែអូខេខ្ញុំជ្រើសរើសកន្លែងនេះ3ខែអញ្ចឹងបានន័យថា3ខែកន្លងទៅនេះអាពណ៌ខៀវនេះជា QQQM បានតែ 4% ទេក៏ប៉ុន្តែ NYSX បាន 6.6%
អញ្ចឹងត្រឡប់ទៅអ្វីដែលយើងនិយាយលើកមុនគឺថាស៊ីសង់យើងចង់បានមួយណា Advice SX 100% Tech Growth ក្រុមហ៊ុនដែលនៅលូតលាស់នៅរីចម្រើន QQQM គឺថា Nasdaq មានក្រុមហ៊ុនដែលមិនមែនជា Tech ក្រុមហ៊ុននៅក្នុងនោះផងដែរបន្តមកទៀតយើងមើលតារាងនេះបើសិនណាជាយើងចង់ទិញកន្លែងណាដូចខ្ញុំថាយ៉ាង NYSX មានអាយុតែ3ខែតែប៉ុណ្ណោះអញ្ចឹងពិបាកមើលដែរពីព្រោះអានេះប្រវត្តិរូបវាតិចពេកអញ្ចឹងយើងអាចទិញនៅកន្លែងនេះខ្ញុំគូសរួចទៅហើយបើសិនណាជាយើងចង់ទិញមែនតើអូខេយើងអាចទិញនៅតម្លៃប្រហែល120គេនៅលើនេះតាមពិតទៅប្រហែលជា120 22អីហ្នឹងនឹងយើងអាចទិញបានហើយយកល្អយើងត្រូវរងចាំទិញនេះណាប្រហែល115ពិបាកទិញពីព្រោះវាអត់មានតារាងដែលយើងអាចមើលលើសពី3ខែបើសិនណាជាយកល្អចាំវាមករហូតទៅដល់មកឲ្យក្រោមនេះប្រហែល114អញ្ចឹងខ្ញុំអាចថា115 117អីយើងអាចទិញវាខ្លះមិនទិញច្រើនទេបើនៅលើនេះក៏អញ្ចឹងដែរទិញទួចអីទេប្រហែល120 115អីហ្នឹងឯងអាហ្នឹងសម្រាប់ NYSX QQM វាមានប្រវត្តិសាស្ត្រវាច្រើនខ្ញុំគូរួចហើយអញ្ចឹងបើយើងចង់ទិញយកល្អយើងចាំវាមកឲ្យក្រោមនេះ280 85អីហ្នឹងឯងហើយទីបំផុតឬទៅថោកជាងហ្នឹងគឺថា270អញ្ចឹង270 285អីហ្នឹងយើងអាចទិញបានហើយដូចជាធម្មតាយើងមិនមែនទិញទាំងអស់ទេពីព្រោះកាលណាផ្សារភាគហ៊ុនធ្លាក់វាអាចធ្លាក់ហើយធ្លាក់ទៀតមួយថ្ងៃហើយមួយថ្ងៃទៀតអាចធ្លាក់ចុះច្រើនអូខេអញ្ចឹងយើងត្រូវប្រយ័ត្នពីព្រោះឥឡូវនេះផ្សារភាគហ៊ុនវានៅលើខ្ពស់ថ្ងៃណាមួយវាអាចចុះមកឃើញទេកាលមុននៅក្រោមនេះឡើងចុះឡើងចុះឡើងចុះឥឡូវនេះអត់ឡើងទេអាចចុះមកកន្លែងនេះក៏បានដែរអញ្ចឹង260ល្អទិញ270ក៏ល្អទិញដែរមិនទិញច្រើនទេទិញទួយបើវាចុះជ្រៅមក250អីអានឹងទិញច្រើនបន្ថែមតែប៉ុណ្្នឹងទេសម្រាប់វីដេអូនេះបើបងប្អូនមានសំណួរដាក់នៅខាងក្រោមអរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូនេះកុំភ្លេចជួយ like subscribe ជួបគ្នាលើកក្រោយទៀតបាយបាយ